តាបាទខ្ញុំមានសំណុំពរមួយដល់អង្គពិធីបាទដែលខ្ញុំឃើញណាខ្ញុំឃើញរាល់ព្រឹត្តិការណ៍ក៏ដូចជាសកម្មភាពការទូតទាំងយួនទាំងខ្មែរណាពេលខ្មែរទៅស្រុកយួនម្ដងពេលយួនទៅបោះស្រុកខ្មែរម្ដងរូបភាពពីរនេះគឺខុសគ្នាបងប្អូនខុសយ៉ាងម៉េចពេលមេដឹកនាំយួនមកកាន់ទឹកដីកម្ពុជាម្ដងគេតែងតែផ្ដាំផ្ញើថាឲ្យរដ្ឋាភិបាលមេដឹកនាំកម្ពុជានឹងមើលថែទាំជនជាតិគេពលរដ្ឋគេរស់នៅទឹកដីកម្ពុជាផងបើអត់តន់មានផ្ទះនេះឲ្យមានផ្ទះបើអត់តន់មានដីឲ្យមានដីបាទនៅក្នុងទឹកនេះឲ្យឡើងមកលើគោកចែកដីឲ្យអានេះគឺបើគេថាជាសំណុំពររបស់ភាគីវៀតណាមខាងបែកខាងយួនណាតែផ្ទុយទៅវិញបងប្អូនខាងភាគីកម្ពុជាយើងនេះដឹកនាំតាំងពីឪដល់កូនពេលដែលទៅជួបប្រតិភូយួនម្ដងតែផ្ដាំចោលថាជួយមើលខ្មែរកម្ពុជាក្រោមខ្ញុំផងគាត់ទុកលំបាកព្រោះបានគេរំលោភបំពានសិទ្ធិសេរីភាពប្របែបប្រយ៉ាងសិទ្ធិជំនឿសាសនាជាពិសេសខ្ញុំបានជាអតីតអ្នកពុះដែលពុះជិត30ឆ្នាំមុននឹងការជិះចាប់ឃើញគេធ្វើទុកបុកម្នេញចំពោះព្រះសង្ឃខ្មែរកម្ពុជាក្រោមរំលោភសិទ្ធិព្រះសង្ឃរំលោភបំពានធម៌វិន័យចំពោះព្រះសង្ឃចាប់ព្រះសង្ឃយកទៅដាក់ពន្ធនាគារតែមិនទាន់បានសឹកទៅតាមធម៌តាមវិន័យពុទ្ធសាសនាមុននឹងការជិះចាប់មែនទេបាទក្នុងនាមខ្ញុំជាកូនខ្មែរមនុស្សតែមានឈាមខ្មែរជាខ្មែរកូនដូចគ្នាជិះចាប់ហើយខ្ញុំឃើញថាភាពខុសគ្នារវាងរបបអំណាចទីក្រុងភ្នំពេញនិងភាគីខាងយួនគឺខុសគ្នាជួបគ្នាសារខុសគ្នាគ្រប់កលៈទេសៈគ្រប់ពេលវេលាសំបីតែថ្ងៃមុននេះអស់លោកនេះអ្នកធំគេមកស្រុកខ្មែរយើងក៏គេផ្ដាំផ្ញើដូចគ្នាបាទខ្ញុំសូមចូលរួមប៉ុណ្ណឹងថាគឺក៏គ្នាចំណុចនេះហើយដែលសុំផ្ញើសារនេះដល់បងប្អូនខ្មែរយើងសារជាថ្មីថាយើងត្រូវតែរៀនរស់រៀនទទួលខុសត្រូវរៀនទៀមទាដល់ថាសុំស្វែងសម្រេចចិត្តការពារទឹកដីខ្មែរក្រោមដោយខ្មែរខ្លួនឯងសូមអរគុណ